កម្មវិធីប្រកួតកម្លាំង14គីនៅមានតែមួយគត់នៅក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើមពីសកម្មស្វែងរកបេក្ខជនគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជាទីតាំងសំខាន់ចំនួន4កន្លែងដែលបានទទួលពាក្យពីបេក្ខជនចូលរួមប្រកួតមានដូចជារាជធានីភ្នំពេញនៅស្ថានីយ៍ទូរទស្សន៍ CTN នៅផ្សារទំនើប K-Mall បាត់ដំបងនិងខេត្តកំពង់ចាមសូមស្វាគមន៍បេក្ខជនទាំង40នាក់មកកាន់កម្មវិធីកម្លាំងគោជលបន្ទាប់ពីសាកល្បងបង្ហាញនូវកម្លាំងសមត្ថភាពបេក្ខជន40រូបត្រូវបានជ្រើសរើសឲ្យមកប្រកួតនៅក្នុងវគ្គជម្រុះបន្តនៅក្នុងកម្មវិធីកម្លាំងគោជលសូមចេញយកអាងរងកាត់ការប្រកួតជម្រុះដ៏ស្វិតស្វាញបេក្ខជនដែលមានសមត្ថភាពចំនួន25រូបបានក្លាយជាបេក្ខជនពេញសិទ្ធិនិងបន្តដំណើរនៅក្នុងកម្មវិធីចាប់ផ្ដើមការប្រកួតការតស៊ូឧបសគ្គទឹកភ្នែកដែលត្រូវចាក់ចេញចុងក្រោយនេះក្តីសម័យរបស់ខ្ញុំអាចថារៀលគៀកមែនតើហើយរត់តែភ័យខ្លាចជាងមុនទៀតព្រោះអីវគ្គមុនឌីសតែម្ដងហើយនឹងឆន្ទៈចង់លើកពានរង្វាន់នេះរដូវកាលទី1ទឹកដៃសាន់ទឹកដៃឆ្លងកាត់ការប្រកួតប្រជែងជាច្រើនសប្តាហ៍ជាច្រើនវិញ្ញាសាបេក្ខជនមួយចំនួនសូមចូលរួមសោកស្ដាយត្រូវបានជម្រុះចេញជាបន្តផ្លូវដូនផ្លូវហ្នឹងបាយយើងបានស្វែងរកឃើញបេក្ខជនដែលប្រើកម្លាំងនិងប្រាជ្ញាចំនួន4រូបដែលធ្វើដំណើរមកដល់វគ្គផ្ដាច់ព្រាត់មានអាជីពជាអាជីវករដាវីតជាបេក្ខជនមកពីខេត្តពោធិ៍សាត់ជាកសិករមកពីខេត្តកំពង់ចាមហើយនៅខ្ញុំជោគជ័យតាំងពីខ្ញុំនៅជាមេជីវិតមករាប់ម៉ឺនអ្នកខ្ញុំបានប្រឆាំងមេជីវិតទាំងអស់នោះខ្ញុំបានកើតមកមួយដៃអាជីវករខ្វៃជ្រូកមកពីខេត្តបាត់ដំបងគឹមយាសូមអបអរសាទរដល់បេក្ខជនគឹមយានិងចុងក្រោយហ៊ុនលឺជាបេក្ខជនមកពីរាជធានីភ្នំពេញមានមុខរបរសិល្បករហើយពីវគ្គភក្តាផ្ដាច់ព្រាត់នៅសប្តាហ៍មុនចាប់ដើមបេក្ខភាពដែលនៅសល់បានបន្តប្រកួតប្រជែងក្នុងវិញ្ញាសាដ៏តានតឹងដោយត្រូវបញ្ចេញនូវកម្លាំងប្រាជ្ញានិងការតស៊ូឲ្យអស់ពីសមត្ថភាពដើម្បីឈានទៅកាន់វគ្គផ្ដាច់ព្រាត់ការជំនះនៅឧបសគ្គ4យុទ្ធសាស្ត្រក្នុងការប្រកួតភាពអំណត់និងការតស៊ូប្រឹងប្រែងយើងពិតជាសោកស្ដាយដែល Refin ត្រូវដើរចេញពីកម្មវិធីនៅក្នុងវគ្គនេះចឹងក្តីសម័យថានឹងយក100លានឥឡូវខ្លាចជាខែអស់ហើយផ្លូវអូនទៅអូនផ្លូវហ្នឹងអូនបាយទីបំផុត Refin បានខ្លាចជាបេក្ខជនដែលត្រូវជម្រុះចេញនិងដើរចេញពីកម្មវិធីជាលើកទី2ទាំងសោកស្ដាយនេះជាសប្តាហ៍ចុងក្រោយគឺជាវគ្គដាច់ព្រាត់បន្ទាប់ពី Refin ត្រូវចាក់ចេញទាំងសោកស្ដាយឱកាសខ្លះជាម្ចាស់ជើងឯកកម្លាំងគោជលជាមួយនឹងប្រាក់រង្វាន់ដ៏ច្រើនអស្ចារ្យទឹកប្រាក់100លានរៀលក៏កាន់តែខិតជិតចូលមកដល់សម្រាប់បេក្ខភាពកម្ពុជាទាំង4នាក់ជាការសំណាងមួយហើយយើងនៅមានសមត្ថភាពហើយឡើងមកដល់វគ្គបន្តរហូតចូលមកដល់វគ្គ4អ្នកចុងក្រោយនេះ3ចាប់ដើមប្រកួតវិញ្ញាសាដែលតម្រូវឲ្យពួកគេបញ្ចេញអស់នូវកម្លាំងកាយប្រាជ្ញានិងស្មារតីយើងមើលទៅអាចារ្យយើងតែងតែជឿជាក់គាត់ថាគាត់ជាមនុស្សឆ្លាតតែគាត់ចាប់ផ្ដើមខ្ញុំគិតថាគាត់ឆ្លាតមែនតែគាត់ឆ្លាតភ្លេចខ្លួនឧបសគ្គនិងយុទ្ធសាស្ត្រចិត្តមួយតើអ្នកណានឹងអាចតស៊ូដល់ទីបញ្ចប់បានអេមតើពន្លឺ David ហានិតឬក៏គឹមយាម្នាក់ណាក្នុងចំណោមពួកគេដែលអាចដណ្ដើមយកពាននៅប្រាក់រង្វាន់100លានរៀលត្រឡប់ទៅផ្ទះវិញ I cannot wait to witness who is going to earn this trophy today ខ្ញុំបានត្រៀមរួចរាល់ហើយក្នុងការប្រយុទ្ធឬក៏លេងហ្គេមនៅក្នុងកម្មវិធីនេះឲ្យបានល្អអញ្ចឹងគឺដល់ពេលដែលខ្ញុំលើកពានហើយ
giờ chỉ vớt vừa thăm ta đấy vừa tiền mình được quay ការចូលមកដល់ Red Bull Zone ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដោយមើលឃើញថាមានបេក្ខជនតិចដែលយើងនឹងត្រូវជំរុះដើម្បីឈានឱកាសឡើងទៅវគ្គផ្លេចព្រាត់ដើម្បីទទួលបានពាន ចាំឲ្យតាឡើងហូប សួស្តីអ្នកទាំងអស់គ្នា បាយបងសុបង សុខសប្បាយអត់ ហើយអត់តិចតអស់ទៀតដល់ទៀតហត់ ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់កម្មវិធីកម្លាំងកោជលដែលឧបត្ថម្ភផ្ដាច់មុខដោយកោជលភេសជ្ជៈពើកម្លាំងកោជលជួយពង្រឹងស្មារតីឲ្យស្វាហាប់និងបង្កើនថាមពលដល់រាងកាយផ្ដល់នូវថាមពលដ៏ខ្លាំងអស្ចារ្យដល់អ្នកឲ្យសកម្មគ្រប់សកម្មភាពពេញមួយថ្ងៃ ឥឡូវនេះឃើញថាទឹកមុខអ្នកទាំង4ពិតជាស្រស់ថ្លាមែនទែននៅក្នុងថ្ងៃនេះថ្ងៃនេះគឺជាទឹកចុងបញ្ចប់របស់អ្នកទាំងអស់គ្នាក្នុងការដើរទៅកាន់យោងងារជាជើងឯកដំបូងនៅក្នុងកម្មវិធីកម្លាំងកោជលលើកពានរង្វាន់និងទឹកប្រាក់100លានរៀល ប្រសិនបើអ្នកទាំង4ឈ្នះនៅក្នុងកម្មវិធីរបស់យើងតើនឹងយកប្រាក់រង្វាន់ទៅធ្វើអ្វីដែរ សម្រាប់ខ្ញុំគោលបំណងរបស់ខ្ញុំធំបំផុតហើយមុនគេនោះគឺយកប្រាក់ទៅសងគេ បាទហើយបន្ទាប់ពីនោះនឹងបង្កើតមុខរបរបន្ថែមទូចឬក៏ធំទៅតាមកលៈទេសៈដែលលុយនៅសល់ ចំពោះខ្ញុំការឈានចូលមកកម្មវិធីនេះក្តីស្រមៃរបស់ខ្ញុំគឺចង់បានប្រាក់រង្វាន់ហើយបើសិនជាបានពិតមែនគឺយកទៅផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំដូចជាឲ្យគាត់ដោះបំណុលគេទាំងម្ដាយទាំងយាយមិនថាយាយឬម្ដាយទេទោះបីតែអ៊ំក៏ផ្ដល់ឲ្យគាត់ដោះបំណុលដូចគ្នាឲ្យសម្រាប់បន្ទុកពួកគាត់ហើយសល់ប្រាក់កាក់ខ្លះនឹងបន្តដំណើរជីវិតខ្លួនឯងដូចជាបើកមុខរបររកស៊ីហើយនឹងសម្រាប់អ្វីដែលខ្លួនចង់បានមុនមក សម្រាប់ខ្ញុំយកទៅបើកមុខរបរថ្មីមួយសម្រាប់ខ្លួនឯងមួយទៀតហើយនឹងយកលុយទាំងទៅឲ្យប៉ាម៉ាក់ឲ្យគាត់ជួយយកទៅដោះបំណុលគេ សម្រាប់ខ្ញុំបើសិនខ្ញុំឈ្នះពានរង្វាន់100លានរៀលខ្ញុំនឹងយកលុយនោះទៅពង្រឹងនៅសមត្ថភាពរបស់ខ្ញុំបន្ថែមរួមជាមួយនឹងមុខរបរឬក៏អាជីវកម្មដែលខ្ញុំមានហើយខ្ញុំក៏បានតាំងចិត្តថាបើសិនខ្ញុំកាន់ពានពិតមែនខ្ញុំនឹងដកលុយដែលខ្ញុំឈ្នះពាន20លានរៀលសម្រាប់ធ្វើការជួបជុំឬក៏ការអបអរសប្បាយទាំងអស់គ្នាហើយផ្ដល់ក្តីស្រឡាញ់ឲ្យពួកគាត់ទាំងអស់គ្នា អរគុណអ្នកទាំងអស់គ្នា បាទក្រោយពីស្ដាប់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាពិតជាមានក្តីសម័យរៀងៗខ្លួនហើយខ្ញុំជឿជាក់ថាបន្តិចទៀតនេះក្តីសម័យរបស់បេក្ខជនម្នាក់ក្នុងចំណោមអ្នកទាំង4នឹងក្លាយជាការពិត សម្រាប់យើងទាំងពីរមានតែស្នាមញញឹមនិងសូមជូនពរដល់អ្នកទាំងអស់គ្នា អរគុណបង ប៉ុន្តែសំឡេងជូនពររបស់យើងទាំងពីរនាក់គឺមិនគ្រប់គ្រាន់នោះទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបិទភ្នែក ដកដង្ហើមមួយមួយ ខ្ញុំរំភើបជំនួសពួកគាត់មែនតើពីព្រោះវគ្គនេះជាវគ្គដាច់ព្រាត់អញ្ចឹងអ្នកណាឈ្នះអ្នកនឹងបានពានអញ្ចឹងយើងមានអារម្មណ៍រំភើបសប្បាយជំនួសពួកគាត់តែម្ដង អ្នកទាំងអស់គ្នា បាទ ត្រៀមបើកភ្នែក 1 2 3 ឡាមកវិញដែរ មកលេង មកលើកទឹកចិត្តមកលើកទឹកចិត្ត ថ្ងៃនេះបេក្ខជនទាំងអស់របស់យើងគឺបានមកគាំទ្រអ្នកទាំង4 បាទអរគុណច្រើន ខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍រីករាយនៅពេលបន្តិចទៀតនេះព្រោះសូម្បីតែខ្ញុំទាំងពីរនាក់ក៏ចង់ដឹងថាបេក្ខជនរូបណាជាអ្នកលើកពាននៅក្នុងថ្ងៃនេះខ្ញុំនឹងជម្រាបជូនអំពីលក្ខខណ្ឌនៃការប្រកួតនិងវិញ្ញាសាឆ្ពោះទៅកាន់ការលើកពាននាពេលបន្តិចទៀតនេះហើយពួកយើងនឹងជួបគ្នានៅ Red Bull Arena នាពេលបន្តិចទៀតនេះ
sao cũng nơi skin thôi khi phải cũng đó đây không răng môi trên eo trông cháy cảm lại chịu hiệp với Rebel Power nhung mong sắp rộng bên riêng thôi có số đó nằm đã cả trong gra từ mong biết tha chẳng lại chỉ mùi cốc lãng cô trô một sao bên bên đây cũng khi nhung ra chỉ muốn tâm một con đó tiền hai để dấu bên công bông chạm nhân hai chỉ mùi cốc lãng cô trô Power រាល់ថ្ងៃហត់នឿយនេះសង្កត់គាត់ធ្វើការខំប្រឹងខ្លាំងក្លាដើម្បីផ្លាស់ប្ដូរវាសនាទោះបីអ្នកជានរណាមកពីណាកម្លាំងកូលជលជួយអ្នកកែប្រែវាសនាត្រឹមតែជាមនុស្សធម្មតា Red Bull Mega Change កែប្រែវាសនាហ៊ានងើយឬក៏មិនលេង I'm really in the game ចូលមកធ្វើគូប្រជែងគោលដៅខ្ញុំមិនបែកឆ្វេងឈ្មោះទៅមុខជាមួយកម្លាំងកូលជលឧបសគ្គមិនមែនដៃគូខ្ញុំប្រាឈ្មោះទៅមុខប៉ុណ្ណោះទៀតហើយđể số bên công cùng chạm nhân hai chỉ mùi có là cô cho Power ទៅមុខដើម្បីសម្រេចគោលដៅឧបសគ្គ100ពាន់ក៏យើងត្រូវតែទៅជំនះឲ្យអស់ក្រុមរឿងមកសៅគុំនៅស្គីមធ្វើគីហ្វៃគុំដល់ដៃខំប្រឹងមកឈ្នះឲ្យជោគជ័យកែប្រែជីវិតថ្មី Rebel Power ខ្ញុំមកសម្រាប់មិនរៀនថយតស៊ូដល់ដំណាក់កាលចុងក្រោយតែមកមានពាក្យថាចាញ់ឡើយជាមួយកម្លាំងកោជោឧបសគ្គមិនមែនដៃគូខ្ញុំឡើយឈ្មោះទៅមកបន្តទៀតហើយដេកសោមិនកំពុងចាំយើងហើយជាមួយកម្លាំងកោជោ Power ទោះបីអ្នកជានរណាមកពីណាកម្លាំងកូលជលជួយអ្នកកែប្រែវាសនាត្រឹមតែជាមនុស្សធម្មតា Red Bull Mega Change កែប្រែវាសនាហ៊ានងើយឬក៏មិនលេង I'm really in the game ចូលមកធ្វើគូប្រជែងគោលដៅខ្ញុំមិនបែកឆ្វេងឈ្មោះទៅមុខជាមួយកម្លាំងកូលជលឧបសគ្គមិនមែនដៃគូខ្ញុំឡើយឈ្មោះទៅមុខបន្តទៀតហើយដេកសោមិនកំពុងចាំយើងហើយជាមួយកម្លាំងកូលជល Power មានសំណោយ vô bye lo lên đỡ nạp tiền cho mà đó tôi khơi miên trang phố riệp bây giờ nhưng cha bảo đóng mỗi tiền nó cứ bỏ 4 triệu đồng bỏ là 4 triệu đồng hay miên bằng cô tôi mua trong cái đá nữa hay thằng miên mỗi tiết nó kháng kiền nó người chia trong ngõ mua đài thà ta thằng kỳ lịch bật bật tác nơi tới máy ở trên thằng kỳ lịch bật សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ទីលានប្រកួតរបស់យើងនៅក្នុងសប្តាហ៍នេះ មុននឹងធ្វើការប្រកួតនេះខ្ញុំសូមប្រាប់អំពីលក្ខន្តិកៈក្នុងការប្រកួតនៅក្នុងវគ្គផ្ដាច់ព្រាត់នៅក្នុងថ្ងៃនេះលក្ខន្តិកៈនៅក្នុងការប្រកួតនៅក្នុងវគ្គផ្ដាច់ព្រាត់នេះយើងនឹងមាន4វិញ្ញាសាវិញ្ញាសាទី1យើងនឹងធ្វើការជាក្រុមដោយក្នុងមួយក្រុមមានគ្នា2នាក់អ្នកដែលឈ្នះនឹងទៅទីកន្លែងសុវត្ថិភាពដើម្បីត្រៀមខ្លួនប្រកួតបន្តនៅក្នុងវិញ្ញាសាទី3
ចំណែកក្រុមដែលចាញ់ត្រូវត្រៀមប្រកួតមួយទល់នឹងមួយជាមួយគ្នាដើម្បីមានឱកាសឡើងទៅកាន់វិញ្ញាសាទី3ហើយអ្នកដែលចាញ់នៅក្នុងវិញ្ញាសាទី2គឺនឹងត្រូវជំរុះចេញពីកម្មវិធីចូលដល់វិញ្ញាសាទី3អ្នកដែលឈ្នះទាំង3រូបគឺត្រូវប្រកួតគ្នាហើយយើងនឹងរកអ្នកឈ្នះ2នាក់ដើម្បីប្រកួតដណ្ដើមពានរង្វាន់នៅក្នុងវិញ្ញាសាទី4ដោយសារវិញ្ញាសាទី1គឺជាការប្រកួតជាក្រុមដូច្នេះយើងនឹងធ្វើការចាប់ក្រុម David កាលពីសប្តាហ៍មុន David ទទួលបានពិន្ទុខ្ពស់ជាងគេដូច្នេះ David គឺមានសិទ្ធិនៅក្នុងការជ្រើសរើសក្រុមមុនគេសម្រាប់ខ្ញុំសូមជ្រើសយកបងពន្លឺ David គាត់មិនបានរើសខ្ញុំជាដៃគូរបស់គាត់ទេខ្ញុំរៀងអន់ចិត្តបន្តិចដែរដោយសារតែគាត់ធ្លាប់តែជាដៃគូខ្ញុំពីមុនមកហើយដល់ពេលដល់វគ្គនេះគឺគាត់អត់យកខ្ញុំជាដៃគូរបស់គាត់ខ្ញុំធ្លាប់ចង់ឲ្យគាត់ទៅផ្ទះអញ្ចឹងការព្យាយាមការខំប្រឹងរបស់គាត់នៅតែមានអញ្ចឹងបើសិនជាខ្ញុំចាប់ដៃគូមួយគាត់នឹងអាចខំប្រឹងធ្វើការបានល្អខ្ញុំអត់ទាន់បានធ្លាប់ VS ជាមួយបងពលឺទេអញ្ចឹងខ្ញុំក៏មើលឃើញនៅចំណុចខ្វះខាតរបស់បងពលឺដែរបើសិនជាខ្ញុំប្រកួតទៅធ្លាក់ត្រូវ VS មួយគាត់អត់ជាបញ្ហាសម្រាប់ខ្ញុំដែរបើសិនជាខ្ញុំចូលដៃគូជាមួយបងយាតាំងពីដើមមកគឺមិនដែលមានពាក្យថាចាញ់ទេតែខ្ញុំនៅតែភ័យខ្លាចក្នុងការ VS អញ្ចឹងខ្ញុំទៅពេលគាត់លេងជាមួយបងផានិតវិញម្ដងតើបងផានិតគាត់ខ្លាំងយុទ្ធសាស្ត្រអីបែបម៉េចដើម្បីជំរុញបងយាបាទអញ្ចឹងសូមអញ្ជើញ David ឈរជាមួយនឹងពន្លឺគឹមយាឈរជាមួយនឹងផានិតចាប់ដៃគូជាមួយបងផានិតដូចជាមិនជាបញ្ហាទេព្រោះខ្ញុំក៏ធ្លាប់ចាប់គូជាមួយគាត់ពីមុខមកដែរខ្ញុំជាមួយនឹងគឹមយាវាមិនខុសអីពីធម្មតាទេដោយសារតែយើងបានប្រកួតក៏ដូចជាចាប់ដៃគូជាមួយគ្នាជាច្រើនប្រកួតមកហើយក៏យើងមានភាពជោគជ័យជាច្រើនមកដែរនៅក្នុងការប្រកួតបេក្ខជនទាំងអស់គ្នាបាទនៅទីនេះគឺជាវិញ្ញាសាទី1វិញ្ញាសានេះគឺតាក់ទងទៅនឹងដើមត្នោតគឺជារុក្ខជាតិមួយប្រភេទដែលផ្ដល់នូវអត្ថប្រយោជន៍ដ៏ច្រើនមិនតែប៉ុណ្ណោះដើមត្នោតគឺជាអត្តសញ្ញាណរបស់កម្ពុជាផងដែរវិញ្ញាសានៅក្នុងថ្ងៃនេះគឺតាក់ទងជាមួយនឹងមួកស្លឹកវិញ្ញាសាទី1នេះគឺមានឈ្មោះថាពួកមួកលើជញ្ជាំងខ្ញុំក៏សរសើរទៅកម្មវិធីខ្លាំងមែនទែនដែលលើកយកគ្រប់វិញ្ញាសាទាំងអស់គឺតែលើកយកអ្វីដែលជារបស់ខ្មែរឲ្យប្រជាជនខ្មែរគ្រប់រូបតែនឹកចងចាំជានិច្ចហើយយើងក៏លេចមកមើលវិញ្ញាសានេះរំលឹកនៅដើមថ្នោតរបស់ខ្មែរហើយដើមថ្នោតនេះផងដែរគឺជាអត្តសញ្ញាណជាតិរបស់ខ្មែរយើងមួយដែលឲ្យយើងនឹកចងចាំនៅក្នុងមួយក្រុមគឺមានមួកចំនួន20ទាំងពីរក្រុមគឺមានរយៈពេល15នាទីនៅក្នុងការធ្ពក់មួករបស់ខ្លួននៅក្នុងប្រអប់ដែលមានសញ្ញាការ៉េហើយក៏ត្រូវធ្ពក់មួករបស់គូប្រកួតប្រជែងទៅកាន់តពួកម្ខាងទៀតដាច់ខាតថាបោះចោលទៅលើដីប្រសិនបើយើងចាប់បានថាបោះមួកចោលទៅលើដីយើងក៏ធ្វើការកាត់បន្ទុកទៅតាមនោះតើអត់អ្នកទាំងអស់គ្នាតើជញ្ជាំងនេះគឺមានកម្ពស់3ម៉ែត្រដូច្នេះក្រុមទាំងពីរនឹងត្រូវធ្វើការជន់ស្មាគ្នាដើម្បីធ្ពក់ដោយបេក្ខជននៅខាងក្រោមត្រូវអង្គុយចោងហោងក្នុងរយៈពេល15នាទីនេះអ្នកទាំងអស់គ្នាអាចសម្រាកឬក៏ផ្លាស់ប្ដូរគ្នាបានបើសិនជាចុកជើងប៉ុន្តែនៅពេលដែល15នាទីបានបញ្ចប់យើងនឹងធ្វើការរាប់ចំនួនមួករបស់អ្នកទាំងពីរក្រុមបើក្រុមណាមានមួកចំនួនច្រើនជាងគេគឺជាអ្នកឈ្នះនៅក្នុងការប្រកួតមួយនេះតើអ្នកទាំងអស់គ្នាMC បង្កើតថាវិញ្ញាសាគឺជាវិញ្ញាសាពួកមួកលើជញ្ជាំងព្រមទាំងលក្ខខណ្ឌផងនោះខ្ញុំគិតថាក្រុមខ្ញុំអាចនឹងចាញ់ព្រៀបបងពន្លឺខ្លះដោយសារតែបងពន្លឺគាត់ខ្ពស់ហើយ David គាត់ល្វីសជាងបងផានិតអ្នកទាំងអស់គ្នាត្រូវចាំថារាល់ហ្គេមនីមួយៗដែលរៀបចំឡើងនៅក្នុងកម្មវិធីសុទ្ធតែបានត្រួតពិនិត្យយ៉ាងច្បាស់លាស់ដោយអ្នកជំនាញហើយយើងក៏មានធានារ៉ាប់រងសម្រាប់ផ្ដល់ជូនអ្នកទាំងអស់គ្នាផងដែរសូមអរគុណដល់ Infinity Insurance សេវាកម្មសុវត្ថិភាពនិងសុចរិតភាពដូច្នេះក្រុមទាំងពីរសូមត្រៀម1 2 3ចាប់បានប្រកួតការប្រកួតវិញ្ញាសាខ្ពក់មួកលើជញ្ជាំងបានចាប់ដើមហើយក្រុមណាដែលអាចខ្ពក់មួកបានច្រើនជាងគេនឹងចាត់ទុកថាជាអ្នកឈ្នះដូ
ខ្ញុំសម្រាប់ចិត្តថានៅលើដោយសារខ្ញុំមានគីឡូស្រាលជាងបងពលឺហើយបងពលឺគាត់មានរៀងមាំអញ្ចឹងទៅអាចថាទ្រាំខ្ញុំបានស្មានថាលេងរហូតតាមដងគឺអត់មានការឆ្លាស់គ្នាទៅវិញទៅមកទេ លឿនឡើងការពាររបស់ខ្លួនឯងវិញចោលលួចអើយ មែនទេ កុំអង្គុយចិត្តនេះពេក លឿនឡើងគេដូររបស់យើងហើយលឿនដាក់លឿនចាប់ដូរគេវិញលឿនឡើង 1 2 3ចាប់ដើមប្រកួត ការប្រកួតវិញ្ញាសាខ្ពស់មកលើជញ្ជាំងបានចាប់ផ្ដើមហើយក្រុមណាដែលអាចខ្ពស់មកបានច្រើនជាងគេនឹងចាត់ទុកថាជាអ្នកឈ្នះ ខ្ញុំសម្រាប់ចិត្តថានៅលើដោយសារខ្ញុំមានគីឡូស្រាលជាងបងពលឺហើយបងពលឺគាត់មានរៀងមាំអញ្ចឹងទៅអាចថាទ្រាំខ្ញុំបានស្មានថាលេងរហូតតាមដងគឺអត់មានការឆ្លាស់គ្នាទៅវិញទៅមកទេ លឿនឡើងការពាររបស់ខ្លួនឯងវិញចោលលួចអើយ មែនទេ កុំអង្គុយចិត្តនេះពេក លឿនឡើងគេដូររបស់យើងហើយលឿនដាក់លឿនចាប់ដូរគេវិញលឿនឡើង ក្នុងវិញ្ញាសាមួយនេះខ្ញុំគិតថាខ្ញុំអាចធ្វើបានខ្ញុំប្រើយុទ្ធសាស្ត្រមួយគឺភាសាចាស់និយាយថាចាក់ទឹកចេញពីពាងមានន័យថាប្រសិនបើ10ធុងគេដាក់ចូលទៅក្នុងពាងយើងដកចេញទាំង10ធុងនោះទឹកក្នុងពាងគឺលែងមានខ្ញុំបានប្រើយុទ្ធសាស្ត្រមួយនេះសម្រាប់ការប្រកួតចូលខាងនោះលឿនផ្លែត4បាន លឿនឡើងមួយទៀតគេដល់ក្រហើយលឿនតិច បងអើយលឿន ចូលដល់ក្រវិញលឿនពលឺ ដល់បើជើងទៅដល់បើជើងតា យើងគិតថាការចោលលើគេវាស្រួលហើយប៉ុន្តែជាក់ស្ដែងក្នុងការប្រកួតរបស់ខ្ញុំហ្នឹងគឺខ្ញុំដឹងពីការលេងហ្នឹងគឺអស់ជាងអ្នកនៅក្រោមទៀតដល់អ្នកនៅក្រោមចាំតែទប់ នៅពេលនេះអ្នកទាំងអស់គ្នាចាយពេលអស់4នាទីហើយ តាមឡាយទៀតនេះ អានោះយើងក៏ដាក់ដូរនេះតែនោះដាក់អូខេចាញ់ហ្នឹងណាទៅនេះហ្នឹងហើយដាក់តាមក្រោយទៅពួកគេជានៅចាញ់យើងមកហើយយើងក៏ដាក់បដូរទេគេក៏ដាក់អញ្ចឹងវាចាញ់ព្រាបហើយ តែ2 តែរក្សាកម្លាំង4នាក់ដែលខ្ញុំព្រួយបារម្ភជាងគេខ្ញុំព្រួយបារម្ភខ្លាចតែពន្លឺក៏ធ្លាក់តែតែបោះបយំឲ្យគាត់ពន្លឺជាអាយដល់របស់ខ្ញុំចង់ឲ្យគាត់ជាអ្នកលើកទៀនទី1គាត់ស័ក្តិសមតាំងពីរូបសម្បត្តិរបស់គាត់តាំងពីសាច់ដុំតាំងពីកម្ពស់គាត់សមជាម្ចាស់ទៀនហ្នឹងហើយគាត់ឡើង1.8 ម៉ែត្រវិញអញ្ចឹងគាត់សមទទួលទៀនហ្នឹងដើរពីក្រោយមកបានវិញហើយគាត់ឯងដើរដូរពីក្រោយគេទៅបែរតាមពីក្រោយគេទៅគេនៅពេញក្បាលគាត់ឯងដើរដូរពីក្រោយគេទៅ មុខ2គឺខ្ញុំយកទៅដាក់នៅខាងក្រោយអញ្ចឹងទៅគឺគេអត់បានចាប់អារម្មណ៍គេចាប់អារម្មណ៍តែខាងមុខហើយនឹងកណ្ដាលអញ្ចឹងទៅហើយយុទ្ធសាស្ត្រក្នុងការលេងរបស់ខ្ញុំគឺគេដូរភ្លាមបន្តទៅមុខគឺខ្ញុំទៅដូរភ្លាមដូចគ្នាមានន័យថាគេដាក់មុខគេយើងទៅដូរដាក់មុខយើងមកវិញបដិញរហូតប៉ុន្តែក្នុងនោះផងដែរគឺយើងបានអស់មុខពីដៃឯង អ្នកទាំងអស់គ្នាសល់ពេលត្រឹមតែ9នាទីទៀតតែប៉ុណ្ណោះ បណ្ឌិតដល់បើជើងដល់បើជើងទៅស្រួលជាង តាមឡាយនេះ អូខេ កន្លែងនេះទៅទាំងអស់នេះណានោះមកទៅអាន ដល់បើជើងស្រួលឡើងជាងបណ្ឌិតណាដូរអស់ទៅណាដូរអស់ទៅណា ឆ្លាតនេះអត់ទៅមកដាក់ចិត្តអូយណែខ្ញុំកាន់តែដាក់គេកាន់តែដកបដូរហើយមួយទៀតគឺនៅពេលដែលខ្ញុំបានកលេចទៅមើលមួកដែលខ្ញុំបានពាក់កន្លែងដែលខ្ញុំពាក់គឺគេដកយកទៅដាក់កន្លែងផ្សេងអញ្ចឹងមានន័យថាកលេចទៅអត់ឃើញរបស់យើងទេអញ្ចឹងមានន័យថាអសដងយើងគិតថាបាត់របស់យើងយើងបានអីដូរ មកស្រឡាញ់ មកជុំរបស់យើងបាត់ហើយ ណែអត់មានទេនេះ
ឆ្វេងដៃ ពីដំបូងគឺស៊ូរបស់ពួកខ្ញុំក្រុមរបស់ខ្ញុំគិតថាក្រុមរបស់ខ្ញុំលឿនមែនតើប៉ុន្តែនៅពេលដែលយើងប្រកួតបន្តទៅរហូតទៅដល់ពាក់កណ្ដាលនៃការប្រកួតយើងប្រហែលជា7នាទីគឺទាំងគម្រាកទាំងខ្ញុំគឺមានន័យថាដូចជាអស់ស៊ូនៅក្នុងការឡើងក៏ដូចជាការរត់ អ្នកទាំងអស់គ្នាសល់ពេលត្រឹមតែ5នាទីទៀតតែប៉ុណ្ណោះរត់ឡើងអ្នកទាំងអស់គ្នាបញ្ញាប់ឡើង ណែឡើងណៃ អូបងមកបាត់មកមួយហើយជឿ ខាងមកបងសល់តែ5នាទីទៀតទេតើតែ3នាទីទេ អ្នកទាំងអស់គ្នាពេលនេះនៅសល់ពេលត្រឹមតែ3នាទីទៀតទេលឿនៗអ្នកទាំងអស់គ្នា ឆ្វេងបាទលឿនតិចមកគៀកហើយនាទីគៀកហើយបណ្ឌិតនិយាយអត់អីមកទៅយ៉ាប់ហើយអត់ទៅណែអ្នកទាំងអស់គ្នាពេលនេះនៅសល់រយៈពេលត្រឹមតែ1នាទីទៀតតែប៉ុណ្ណោះបញ្ញាប់ឡើងសល់តែ1នាទីទេឆ្វេងទេតាមឡៃទៅតាមទៅឈ្នះ20វិនាទីចុងក្រោយ2ណាហ្នឹងណែ2នេះ2ហ្នឹងមកឲ្យលឿនមក12នាទីចុងក្រោយ10 9 8 7 6 5 4 3 2 1នីតិចុងក្រោយគឺយើងវាខុសតិចដែរដោយគេបានបញ្ចប់ហើយប៉ុន្តែតិចចុងក្រោយនេះគឺយើងរត់តែដូរមួយអញ្ចឹងទៅយើងភ័យព្រួយថាអាចនឹងខុសលក្ខខណ្ឌប៉ុន្តែយើងចាំបានថាគឺខុសលក្ខខណ្ឌតតែ3ដងបានចាត់ឲ្យចាញ់អញ្ចឹងវាម្ដងអញ្ចឹងយើងគិតថាជាបញ្ហាប៉ុន្តែទី1យើងព្រួយថាយើងខុសអាចុងម៉ោងនឹងបន្តិចទី2យើងខ្លាចថាមុខរបស់យើងបានតិចជាងគេចំពោះលទ្ធផលនៃការប្រកួតនៅក្នុងវិញ្ញាសាទី1អំបញ្ញមិញនេះក្រុមពណ៌ខៀវពួកបានមួកចំនួន15មួក5ចំណែកឯក្រុមពណ៌ក្រហមពួកបានមួកចំនួន2មួក5មួក3មួកតិចមែនបូកសរុបលទ្ធផលគឺក្រុមរបស់ខ្ញុំទទួលបាន15មួកហើយក្រុមរបស់បងអាណិតទទួលបានតែ3មួកទេអត់មានឆ្ងល់ថា2មួកទៀតបាត់ទៅណាគឺ2មួកទៀតគឺខ្ញុំដូរទីតាំងមកហើយ2មួកទៀតគឺខ្ញុំយកទៅដាក់ហ្នឹងគឺក៏វាអត់ជាខលលក្ខខណ្ឌអីផងដែរកន្លះនេះគឺគាត់ពីរនាក់គឺរត់ឃើញហើយក៏អត់បានជាចាប់អារម្មណ៍ថានឹងទៅរកដើម្បីដាក់ឲ្យត្រូវនឹងទីតាំងដើម្បីរកបានជាបន្ទុកចាញ់មួយពីអី3មួកបានទេបានហើយ3មួកខណិតហេតុអីក៏ក្រុមរបស់យើងស្ពោកបានមួកតិចម៉េចតែ3មួកទេណាគេយកមួកលាក់ហ្នឹងខាងខៀវយកមួយខ្ញុំលាក់អត់ទេមកពីបាបតែសារអីមិនទាន់ពាក់អស់បងដើរដកមួកគេចាញ់មួយនៅដៃតែមកកំភ្លោដើរដកមួកគេដើរដកមួកគេអាហ្នឹងចេះអាឡែក្បាច់លទ្ធផលគឺពិតជាហួសចិត្តមែនតើដោយសារតែក្រុមខ្ញុំដើរដាក់មួកឡើងអស់20មួកហ្នឹងឯងតាមពិតទៅមួកខ្ញុំទពួកគឺបានចំនួន20ដូចគ្នាដោយសារតែកតាកម្លាំងហើយនឹងស៊ុសរបស់ពួកខ្ញុំគិតថាប្រហែលជាគាត់លឿនជាងខ្ញុំពីព្រោះថាជាក់ស្ដែងមួកដែលយើងពួកទៅវាបាត់ពីកន្លែងដែលយើងពួកវាជាការពិតតែមិនដឹងបាត់ទៅណាយើងរត់ឃើញអត់ដល់អញ្ចឹងយើងដឹងថាដូរវាមិនអានេះនឹងដូរមិនប៉ុន្តែវាអត់ឃើញថាយើងយករបស់គេហ្នឹងយកទៅដាក់កន្លែងផ្សេងទៅវាអូខេហើយតម្លាក់មកវាបានហើយមានអារម្មណ៍មួយដែលគួរឲ្យភ្ញាក់ផ្អើលហើយមិនអាចទទួលយកបានមួក20ជាលទ្ធផលខ្ញុំបានតែ3ខ្ញុំមានអារម្មណ៍មិនអស់ចិត្តនឹងខ្លួនឯង
នេះគឺជាយុទ្ធសាស្ត្រនឹងតិចនិចដូចខ្ញុំប្រាប់តាំងពីដើមអញ្ចឹងថាហាមតែតម្លាក់មកចោះទៅក្រោមហើយនឹងហាមអង្គុយចោះនឹងងើបឈរអញ្ចឹងក្រៅពីហ្នឹងជាតិចនិចយុទ្ធសាស្ត្ររបស់យើង អូយរាប់ផលិតផល មិនខំឲ្យ4ទៀតមិនខំឲ្យ4ទៀតតែគាត់បាន3 គាត់តែធ្វើបាបគេមានណាផ្លេចពាក់ខ្លួនឯង អរគុណច្រើនអ្នកទាំងពីរក្រុមខ្ញុំឃើញនៅស្នាមញញឹមរបស់អ្នកទាំងអស់គ្នានៅក្នុងការប្រកួតមួយនេះគឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដូច្នេះអ្នកដែលឈ្នះគឺក្រុមពណ៌ខៀវ យេ เอาគ្នាហ៎ អរគុណបង เอาគ្នាហ៎เอาហ៎เอาហ៎ អញ្ចឹងអ្នកទាំងពីរអាចឡើងទៅសម្រាប់នៅខាងលើបានសូមអញ្ជើញ គាត់នោះទៅទៅ ផានិតនិងគឹមយា បាទ ធ្លាប់តែជាដៃគូជាមួយនឹងគ្នាពួកបានមួករហូតដល់ទៅ3តែពេលនេះអ្នកទាំងពីរគឺនឹងត្រូវប្រកួតមួយទល់នឹងមួយជាមួយគ្នានៅក្នុងវិញ្ញាសាទី2ដូច្នេះសូមត្រៀម ខ្ញុំមិនមានអារម្មណ៍ភ័យណាស់ណាទេដោយសារតែបងផានិតមើលទៅសមត្ថភាពរបស់គាត់ដូចជាមិនបានស្មើនឹងខ្ញុំទេប៉ុន្តែទីសងលើវិញ្ញាសានៃកម្មវិធីដាក់មកដែរ អាចារ្យស៊ូយកមកលៀន ចូលទៅក្នុង Red Bull Arena ភ្លាមខ្ញុំគិតថាឲ្យប្រហែលជាលេងរែកហើយពីព្រោះថារែកហៅខ្ញុំមានបទពិសោធន៍តាំងពីក្មេងមែនអ្នកនៅវត្តជាមួយខ្ញុំប្រកាសជាដឹងថាខ្ញុំចេះលេងរែកហើយ ឃើញទឹកមុខរបស់អ្នកទាំងពីរខ្ញុំមានអារម្មណ៍ថាអ្នកទាំងពីរដូចជាមិនមែនប្រកួតនៅក្នុងវគ្គជម្រុះទេព្រោះតែម្នាក់សិតតែមានជំនឿចិត្តយ៉ាងណាមិញនេះគឺជាវិញ្ញាសាដ៏គ្រោះថ្នាក់មួយពីព្រោះថានៅក្នុងវគ្គនេះបើសិនជាមានអ្នកណាចាញ់នៅក្នុងការប្រកួតអ្នកនោះនឹងបាត់បង់ឱកាសនៅក្នុងការប្រកួតយកពាន គឹមយាខ្ញុំមានសំណួរមួយបាទគឹមយាតើការប្រកួតបន្តិចទៀតនេះតើគឹមយាសន្យាថាធ្វើដើម្បីអ្នកណា ការប្រកួតតិចទៀតនេះខ្ញុំតែងតែនឹកឃើញដល់ម៉ាក់ប៉ារបស់ខ្ញុំដែលនៅផ្ទះគាត់ចាំមើលខ្ញុំប្រកួតពួកគាត់ចាំផ្ដល់កម្លាំងចិត្តឲ្យមកពីផ្ទះខ្ញុំសន្យាទៅម៉ាក់ប៉ារបស់ខ្ញុំឲ្យថាខ្ញុំនឹងប្រកួតក្នុងវិញ្ញាសានេះឲ្យបានហើយតទៅវគ្គយកពាន បាទឥឡូវបែរទៅកាន់ផានិតវិញ សម្រាប់ការប្រកួតមួយនេះគឺខ្ញុំប្រកួតដើម្បីខ្លួនឯងនិងដើម្បីគ្រួសាររបស់ខ្ញុំនោះគឺប្រពន្ធរបស់ខ្ញុំនិងកូនខ្ញុំទាំង3ហើយក៏សូមផ្ដាំទៅគាត់ថាប៉ាមកដល់វគ្គនេះប៉ាឆ្លងកាត់ច្រើនតែប៉ាអាចធ្វើបានច្រើនដូចគ្នាប៉ានឹងធ្វើឲ្យបានសម្រាប់កូន វិញ្ញាសាទី2នេះគឺមានឈ្មោះថាក្រឡាប់ផែនសេឡាក្តារដែលនៅខាងមុខរបស់អ្នកទាំងអស់គ្នាគឺប្រៀបដូចជាបន្ទះទាំងសេឡាបេក្ខជននឹងធ្វើការក្រឡាប់បន្ទះក្តារនេះទៅតាមពណ៌ដែលខ្លួនជ្រើសរើសការប្រកួតគឺមានរយៈពេល15នាទីនៅក្នុងរយៈពេល15នាទីនេះបេក្ខជនដែលបានក្រឡាប់ពណ៌ដែលខ្លួនបានជ្រើសរើសបានច្រើនជាងគេចាត់ទុកថាជាអ្នកឈ្នះសូមបញ្ជាក់ផងដែរថាការក្រឡាប់បន្ទះក្តារនេះគឺមិនឲ្យចេញនៅខាងក្រៅសុំនោះទេប្រសិនបើចេញនៅខាងក្រៅសុំយើងនឹងមិនរាប់បន្ទុកជូននោះទេទទួលបានអស់អ្នកទាំងអស់គ្នា បាទកឡាប់ផែនសេឡាវាប្លែកមែនតើសម្រាប់ខ្ញុំក៏ដូចជាឈ្មោះវិញ្ញាសាមួយនេះដោយសារតែយើងអត់ដែលបានលេងល្បែងប្រភេទនេះពីមុនមកហើយ ដូច្នេះផានិតនិងគឹមយាអាចជ្រើសរើសពណ៌ដែលខ្លួនឯងពេញចិត្ត ខ្មៅ ពណ៌ស ផានិតជ្រើសរើសពណ៌សគឹមយាជ្រើសរើសពណ៌ខ្មៅអរគុណច្រើនដូច្នេះអ្នកទាំងពីរសូមត្រៀម សូមត្រៀម 1 2 3ចាប់ផ្ដើម ខ្ញុំបានដាក់យុទ្ធសាស្ត្រមួយនោះគឺខ្ញុំត្រូវតែកឡាប់ម្ដងមួយដើម្បីឲ្យគាត់គិតថាយើងយឺតនៅពេលដែលខ្ញុំតាមពីក្រោយគាត់នោះខ្ញុំដើរពីខាងក្រោយខ្នងគាត់មិនអាចមើលនៅសកម្មភាពរបស់ខ្ញុំទេ នេះគឺជាវិញ្ញាសាមួយទល់នឹងមួយរវាងផានិតនិងកឹមយាដើម្បីដណ្ដើមយកសិទ្ធិទៅកាន់វគ្គប្រកួតដណ្ដើមពានជាបន្ត
វិញ្ញាសាក្រឡាប់ផាន់សីឡាតម្រូវឲ្យក្រឡាប់ផ្ទាំងថ្មទៅតាមពណ៌របស់ខ្លួនឲ្យបានច្រើនហើយមិនឲ្យគោលើគ្នាករណីផ្ទាំងថ្មមិនព្រមពង្រីឬក៏គោលើគ្នាឬចាញ់ក្រាបបន្ទាត់គឺមិនរាប់បន្ទុចូលនោះទេ ខ្ញុំមានវិធីសាស្ត្រក្នុងការក្លាប់គឺខ្ញុំត្រូវក្លាប់ម្ដងពីរហើយគាត់ក្លាប់តែម្ដងមួយប៉ុណ្ណោះហើយខ្ញុំដើរពីក្រោយគាត់ខ្ញុំគិតថាគាត់មិនមានចំណាប់អារម្មណ៍នៅក្នុងការងារក្រោយទេពីព្រោះគាត់ក៏ស្រែកឃ្លានក្នុងការឈ្នះតែខ្ញុំក៏ស្រែកឃ្លានក្នុងការឈ្នះប៉ុន្តែមិនចាប់អារម្មណ៍អំពីយុទ្ធសាស្ត្រខ្ញុំដើរខាងក្រោយគាត់ទេឆ្លាតអត់មួយយ៉ាលេងវិញ្ញាសាបើកក្តារហ្នឹងខ្ញុំនៅខាងបងកំយាភាសាតាបងកំយាគាត់ជាមេទេខ្ញុំពីមុនមកដែរហេផឹកទេហ៎ផឹកទេអ្នកទាំងពីរអ្នកចាយពេលអស់2នាទីហើយសូមប្រញាប់ឡើងតផឹកទេចាយទៅបាទតែគ្នាបាយពេកណាបាទលឿនអ្នកទាំងអស់គ្នាពេលវេលាអត់នៅចាំយើងទេបាទលឿនអ្នកទាំងអស់គ្នាពេលវេលាអត់នៅចាំយើងទេសម្រាប់វិញ្ញាសានេះគឺត្រូវប្រើជើងនិងដៃព្រមទាំងដល់ខ្លួនទាំងអស់ហ្នឹងអ្វីដែលវាបាននោះគឺយើងត្រូវអោនលើកវារហូតព្រោះយើងរោចកេះឃើញនាទីនៅច្រើនអញ្ចឹងទៅខ្ញុំក៏ធ្វើមួយសិនកុំឲ្យវារោចកេះចាំក្លាប់មកគាត់យកកដាមកច្រើនយកកដាមកវាតិចទៀតយកទៅឲ្យពីដែរទៅចឹងអូយមកសឆឈ្មោះទៀតវគ្គចុងក្រោយលឿនក៏ឥឡូវនេះក៏ពណ៌សច្រើនដែរលឿនប្រហែលប្រហែលជា7នាទីខ្ញុំបានក្លាប់ស្ទើរតែទាំងអស់ហើយត្រូវលក្ខខណ្ឌទាំងអស់គឺផ្ទៃពណ៌សនៅក្នុងស៊ុំទាំងអស់តែម្ដងហើយគាត់ចាប់ផ្ដើមរត់បន្តគាត់កវាសម្ដទៅតាមតែចិត្តគាត់ចង់ឈ្នះគាត់កវាជួនកាលគាត់លើកម្ដងពីរមកកងគ្នាគាត់កវែងទៅមុខកវែងទៅក្រោយហើយមានទាំងមួយនោះស្ទើរតែត្រូវជើងខ្ញុំទៀតនៅពេលនេះអ្នកទាំងអស់គ្នានៅសល់9នាទីទេប្រញាប់ឡើងគឹមជីលឿនអូខេបាយអើយគឹមជីសាលតែ2នាទីទៀតទេបាទសាលតែ2នាទីទៀតទេបាទប្រយ័ត្នក្តារកឡើងគ្នាស្មារតីលឿនឥឡូវនេះឥឡូវស្មារតីសាលតែ1នាទី2នាទីទៀតតែប៉ុណ្ណោះបាទនៅសាររយៈពេល2នាទីទៀតលឿនឡើងតែ2នាទីទេផាត់ស៊ូលឿនលឿនផាត់1នាទីសល់តែ1នាទីទេ1នាទីទេគឹមជា1នាទីទេលឿនផាត់ណាស់លឿនឡើងផាត់ណាស់គឹមជាបាទលឿន
1 នាទីកន្លះ1 នាទីកន្លះ1 នាទីកន្លះ ប្រយ័ត្នខ្លាកកែអត់ទៅទេណា ឆ្ងាយ ប្រយ័ត្នរឿងក្តារកយករត់បន្ទោទៅណា 1 នាទីចុងក្រោយលឿនតាមទៅចា គឺខ្ញុំសម្រុកធ្វើឲ្យលឿនដោយសារតែចិត្ត10នាទី 1 នាទីចុងក្រោយ1 នាទីចុងក្រោយ ណាត់តរយៈពេល1នាទី 1 នាទី លឿនៗបណ្ដាស៊ូបណ្ដាឲ្យលឿន 1 នាទីចុងក្រោយជំទាវ1 នាទី50ហើយបាទឲ្យលឿនជំទាវប្រយ័ត្នក្តារកោគ្នាយកនេះណាបាទចាំប្រមូលចុងក្រោយទៅបាទលឿនប្រយ័ត្នក្តារកោបាទ បណ្ដាស៊ូបណ្ដាទៅលេបណ្ដា30វិនាទីចុងក្រោយ ចុងនាទីខ្ញុំគិតថាខ្ញុំស្ទើរតែចាញ់គាត់ហើយពីព្រោះថាសរបស់ខ្ញុំមើលទៅប្រហែលជា20ជាងទេពីព្រោះថាទាំងសទាំងខ្មៅមានរហូតដល់56ផ្ទះប្រសិនបើយើងបានម្នាក់28បានទើបស្មើគ្នាប៉ុន្តែខ្ញុំក៏លេខទៅមើលផ្ទាំងពណ៌សរបស់ខ្ញុំបានមិនដល់25ទេ សូមបញ្ជាក់ណាក្តារកោ2រត់តែមួយទេ 12នាទីចុងក្រោយ10 9 8 សូមឡើងចេញទៅខាងក្រៅហេតុភ្នាល់អត់ទេសូមឡើងមកខាងក្រៅ ខ្ញុំឃើញរបស់គាត់ទូច្រើនមែនទែនប៉ុន្តែខ្ញុំចាប់អារម្មណ៍ថាគាត់កងទៅលើស៊ុំ2ដែលមិនអាចរាប់ជាបន្ទុកបានហើយកង3 2ក៏ខ្ញុំអាចថាប្រហែលជាមានការស្មើគ្នាឬក៏9ម្ដងទៀតចាញ់ហេមើលកងច្រើនណាស់កងច្រើនច្រើនណាស់ខ្មៅកងច្រើនតែគាត់ឈូសចំលេងក៏កណ្ដាលមិន ប្រពន្ធចាប់គឺបញ្ហាចកេះតិចតួចហើយនឹងអាម្រាមដៃដែលយើងលើកវាហ្នឹងវាលបកញ្ចក់ដៃតិចតួច អ្នកទាំងពីរបានប្រកួតយ៉ាងស្វិតស្វាញនៅក្នុងវិញ្ញាសាមួយនេះចាប់ផ្ដើមពីការប្រកួតដំបូងឃើញថាអ្នកទាំងពីរបានបង្ហាញអំពីភាពខ្លាំងក្លាដល់ពាក់កណ្ដាលនាទីឃើញថាផានិតបានប្រឹងប្រែងបើកផ្ទាំងពណ៌សស្ទើរតែពេញកម្រាលប៉ុន្តែនៅក្នុងវិនាទីចុងក្រោយឃើញថាគឹមយាក៏បានតាមទាន់ហើយក៏ធ្វើបានយ៉ាងល្អនៅពេលនេះខ្ញុំមើលឃើញថាផ្ទាំងខ្មៅច្រើនជាងផ្ទាំងពណ៌សប៉ុន្តែផ្ទាំងពណ៌ខ្មៅមានចេញពីក្រៅស៊ុំហើយក៏មានកងពីលើគ្នាជាច្រើនផងដែរលទ្ធផលនោះគឺផានិតដែលជាផ្ទាំងពណ៌សទទួលបាន26ពិន្ទុចំណែកឯផ្ទាំងពណ៌ខ្មៅគឺមានការផ្កាប់រហូតដល់ទៅ30ផ្ទាំងច្រើនជាងផានិតប៉ុន្តែខុសលក្ខខណ្ឌតៃកៈដែលមានការកងលើគ្នានិងចេញក្រៅស៊ុំដូច្នេះគឹមយាគឺទទួលបាន19បន្ទុកតែប៉ុណ្ណោះ 26ផ្ទាំងរបស់ខ្ញុំគឺយើងយកជាការសុទ្ធតែម្ដងតែសម្រាប់របស់គាត់សល់តែ19បន្ទុកទេដូច្នេះខ្ញុំគឺជាអ្នកឈ្នះនៅក្នុងវិញ្ញាសានេះហើយឡើងទៅវគ្គផ្ដាច់ព្រាត់នៅវិញ្ញាសាបន្តជាមួយនឹងអ្នកទាំងពីរអ្នកដែលបានទៅទីទួលសុវត្ថិភាពនោះ យុទ្ធសាស្ត្រខ្ញុំឃើញថាល្អដែរប៉ុន្តែនៅពេលដែលក្លាប់ហ្នឹងវាគងលើគ្នាច្រើនពេកបើសិនជាអត់គងទេគឺខ្ញុំបានឡើង30ក្រាម ការប្រកួតនៅក្នុងវគ្គនេះផានិតអាចឆ្លងទៅកាន់វិញ្ញាសាទី3គឹមយាតើគឹមយាមានពាក្យពេចន៍អ្វីនិយាយដែរទេព្រោះថាពេលនេះគឹមយាគឺបានជំរុះចេញពីកម្មវិធីនៅក្នុងវគ្គនេះហើយ សម្រាប់ខ្ញុំមិនជាបញ្ហាទេសម្រាប់ព្រោះឲ្យបានដល់វគ្គនេះដែរចង់ជូនពរបង3នាក់ទៀតឲ្យគាត់ទទួលបានជ័យលាភីខ្ញុំមានអារម្មណ៍ថាសោកស្ដាយព្រោះអីវាគៀកនឹងដល់វិញ្ញាសាលើកពីនហើយតែយើងអាចបានទៅដល់ ពន្លឺនិងដេវីតអាចចុះមកក្រោមដើម្បីត្រៀមការប្រកួតវគ្គក្រោយ រ
កម្ពុជាអាចទៅលើបាន អញចេញឡើងទៅខាង ឡើងទៅលើបានអង្គុយទស្សនាបាទ ឃើញហ៎ ឃើញតើ ឃើញហ៎ ឃើញ ជួលរបស់ពិតនៅ នៅ នៅណាទៅទេឯហ្នឹង អរគុណច្រើនអ្នកទាំង3អ្នកទាំង3គឺជាបេក្ខជនចុងក្រោយនៅក្នុងកម្មវិធីរបស់យើងហើយពៀនហើយនឹងប្រាក់រង្វាន់ចាប់ផ្ដើមឃើញបន្តិចម្ដងប៉ុន្តែអ្នកទាំង3គឺត្រូវប្រកួតនៅក្នុងវិញ្ញាសាទី3មួយទៀតដើម្បីជំរុះម្នាក់ចេញហើយគឺមានតែ2អ្នកតែប៉ុណ្ណោះគឺត្រូវប្រកួតនៅក្នុងវិញ្ញាសាលើកពៀន 3អ្នកជំរុះមួយខ្ញុំតាំងចិត្តថានឹងធ្វើឲ្យបានល្អហើយនឹងយកជ័យជំនះដើម្បីទៅវគ្គផ្លេចព្រាត់ ស្វាគមន៍អ្នកទាំង3មកកាន់វិញ្ញាសាទី3ដោយវគ្គនេះអ្នកទាំង3នឹងធ្វើការប្រកួតប្រជែងគ្នាដើម្បីដណ្ដើមយកកន្លែងទៅកាន់វគ្គដណ្ដើមពៀនអ្នកទាំង3មកដល់ចំណុចនេះហើយតើអារម្មណ៍អ្នកទាំង3កំពុងតែគិតពីអ្វី ខ្ញុំគិតថាពលឺនឹងទៅមុខទៀតឬអត់ទេ លុយលកោកលុយរបរដើម ផនិតហេតុអីបាននិយាយអញ្ចឹង ខ្ញុំគិតថាខ្ញុំតស៊ូមកច្រើនហើយបេក្ខជនជាង100នាក់នៅលើកណ្ដាប់ដៃខ្ញុំហើយខ្ញុំមកទល់ពេលនេះខ្ញុំនៅតែខ្លាំងខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព បងផនិតគាត់រឿងលើកតម្កើងខ្លួនឯងថាគាត់ខ្លាំងខ្ញុំមើលឃើញថាសមត្ថភាពរបស់គាត់មានប៉ុន្តែនៅមានកម្រិតនៅឡើយ អ្នកទាំង3បានប្រឹងប្រែងយ៉ាងខ្លាំងចំពោះឧបសគ្គជាច្រើនដូច្នេះអ្នកទាំង3សូមប្រឹងប្រែងឲ្យអស់ពីលទ្ធភាពនៅក្នុងវិញ្ញាសាមួយនេះព្រោះថាខ្វះតែមួយជំហានទៀតទេ2អ្នកក្នុងចំណោមអ្នកទាំង3នឹងបានទៅដល់វគ្គប្រកួតយកព្រៀន វិញ្ញាសាទី3នេះគឺយើងជំរុះ1រើសយក2វិញ្ញាសានេះគឺមានឈ្មោះថាកម្លាំងមហិមា ឡើងបាទអ្នកទាំងអស់គ្នាសូមយកចិត្តទុកដាក់មែនទែនខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីបច្ចេកទេសនៃការលើក ចឹងអ្នកទាំង3គឺត្រូវចូលទៅឈរនៅក្នុងរង្វង់កណ្ដាលនៃកង់ឡាន អ្នកទាំងអស់គ្នាតើតើជាមួយនឹងចំហខ្ញុំប្រាប់ហើយនេះជាប្រភេទ SWOT ខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមើលឧទាហរណ៍ថាចុះណៃរាប់ 1 បាទគឺបែប 2 បាទបាទ 3 4 គឺបែបហ្នឹងរហូតតលតែរកឃើញអ្នកចាញ់ សេបង ចឹងបញ្ជាក់ថាកង់ឡានគឺយើងអត់ដាក់ឲ្យដល់ដីទេគឺនៅត្រឹមពាក់កណ្ដាលចំហ អូខេ សូមបញ្ជាក់ផងដែរថាកង់ឡាននេះអ្នកទាំងអស់គ្នាអាចប៉ះក៏ប៉ះទៅប៉ុន្តែបើអ្នកទាំងអស់គ្នាទម្លាក់អត់ដល់ពួកខ្ញុំពិនិត្យឃើញថាចង្កេះរបស់អ្នកទាំងអស់គ្នាឬក៏ចំហរបស់អ្នកទាំងអស់គ្នាអត់ត្រឹមត្រូវខ្ញុំនឹងធ្វើការប្រមានលើកទី1លើកទី2លើកទី3បើយើងឃើញថាអ្នកទាំងអស់គ្នាកំពុងតែកេងកម្លាំងខ្ញុំសូមបញ្ឈប់តែម្ដង ធ្វើបានអត់អ្នកទាំងអស់គ្នា បាទ ជាវិញ្ញាសាដែលកម្លាំងភេមាវាតេតងខ្លាំងបំផុតគឺជើងគូតហើយនឹងកម្លាំងដៃបើសិនជាយើងអត់មានកម្លាំងដៃទេគឺតោងកង់ឡានរឿងបាក់ដែរ សូមប្រកួតចេញពីចិត្តឲ្យអស់ពីសមត្ថភាពពីព្រោះថាអ្នកដែលនៅផ្ទះកំពុងរងចាំមើលជ័យជំនះរបស់អ្នកទាំង3 ប្រកួតមួយនេះខ្ញុំគិតថាកាយសម្បត្តិរបស់ខ្ញុំវាមិនសូវអំណោយផលប្រហែលទេពីព្រោះថាយើងមិនអាចដាក់ដាំងដងខ្លួនមុននឹងចង្កេះទេប្រសិនបើយើងដាក់ដងខ្លួនទៅមុនវាខុសពីលក្ខខណ្ឌ អ្នកទាំងអស់គ្នាត្រៀមខ្លួនហើយនៅ Yes បាទ ត្រៀម 1 2 3 ចាប់ដើម 1 ការប្រកួតវិញ្ញាសាកម្លាំងមហិមាបានចាប់ផ្ដើមហើយកាន់តែក្តៅគគុក បាទតើលាក់ទៅទៀត មួយបានហើយតាមសំណើ នៅតែមួយជំហានទៀតតែប៉ុណ្ណោះដល់វគ្គផ្ដាច់ព្រាត់ក្នុងការប្រកួតដណ្ដើមពានតើពីរូបណានឹងឈ្មោះទៅកាន់វគ្គផ្ដាច់ព្រាត់នៅក្នុងកម្មវិធីកម្លាំងគោជល ខ្ញុំនៅតែប្រុងប្រយ័ត្នក្នុងការដែលធ្វើនៅហ្គេមនេះដោយសារការប្រកួតខុសពីការដែលយើងវឹកហាត់អញ្ចឹងការវឹកហាត់ខុសត្រូវគឺយើងមិនអាចចាត់ថ្នាក់បានទេតែសម្រាប់ការប្រកួតវិញគឺបើសិនយើងធ្វើមិនត្រូវលក្ខខណ្ឌគឺយើងត្រូវតែធ្លាក់ដោយស្វ័យប្រវត្តិ 13 ផនិតខ្នងកំកោងពេក 14 15 16
បាទផនិតសូមតលាក់ឲ្យទៀប បណ្ដៃផនិតមួយ ឲ្យទៀបបាទ ចាបណ្ដៃផនិតគាត់ធ្វើខុសមួយហើយ បាទ នៅក្នុងការប្រកួតមួយនេះខ្ញុំដូចជាមិនមានការឈឺក្បាលជង្គង់ឬក៏កំពូលជើងឬក៏កំភ្លៅអីទេកាយសម្បទារបស់ខ្ញុំមិនអំណោយផលពីកំណើតខ្ញុំមិនអាចដាក់ខ្លួននិងដងខ្លួនរបស់ខ្ញុំទៅឲ្យស្របជាមួយនឹងជង្គង់ខ្ញុំបាន 28 ព្យាយាមបាទ 29 30 បញ្ចុចជើងហើយបណ្ដៃមួយ 31 ផនិតបញ្ចុចជើងហើយ តលាក់ឲ្យទៀបប៉ុន្តែសូមប្រយ័ត្ន អូយហើយ អេម ជឿចុករួមទឹកបឹងនេះ សូទៀត ត្របាន 46 ចិត្តមានតែទៅហើយ បាទ អូកូដមួយ ស្វែងមួយកូដ បញ្ជាក់ណាឆំណាត់ខលលក្ខខណ្ឌ 2 ដងហើយ David ខលលក្ខខណ្ឌ 1 ហើយប្រយ័ត្នប្រយែងទាំងអស់គ្នាណា បាទ David វារឿងភ័យបន្តិចដែរដោយសារយើងបង្កើតកំហុសមួយតែយើងអត់នឹកស្មានតែខ្លួនឯងកើតជាកំហុសទេ តលាក់ស្រួលបាទ 51 កុំឲ្យនេះបាទ ផានិតខទៅលើខ្នង 2 ដង David តម្លាក់អត់ដល់ទៀបអស់ម្ដងណាជួយចាប់ សូមបញ្ជាក់ផងដែរថានាងយើងអាចបោះប្រយោងបានប៉ុន្តែស្ដាប់តែគណៈកម្មការ2នាក់បានហើយបើសិនជាគេនិយាយថាតលាក់កុំឲ្យអស់ពេកចាប់អស់អានេះរឿងគេទេប៉ុន្តែបើខ្ញុំឃើញថាតលាក់មិនអស់គឺខ្ញុំចាប់ហើយ គណៈកម្មការបណៃខ្ញុំក៏គាត់បណៃ David ដែរខ្ញុំមានអារម្មណ៍មួយសប្បាយចិត្តវាគឺជាយុត្តិធម៌មួយសម្រាប់ខ្ញុំ ការលើកកង់ឡានគឺស្រួលមែនតើហើយខ្ញុំមើលទៅកម្លាំងរបស់ខ្ញុំគឺខ្ញុំអាចនឹងស្វាហាប់ជាងពួកគាត់ទាំងពីរតែសម្រាប់ David គឺខ្ញុំមិនអាចតន់ហ៊ាននិយាយទេព្រោះគាត់ជាមនុស្សមួយដែលយល់ច្បាស់ពីវិស័យកីឡាតែសម្រាប់អាចារ្យគឺខ្ញុំអាចយល់ថាគាត់មិនអាចនឹងស៊ូជាមួយពួកខ្ញុំទាំងពីរបានទេ ប្រយ័ត្នប្រយែងទាំងអស់គ្នា สู้ๆអញចាទៅហៅមិនវើสู้ๆ David ប៉និតបើសិនជាឃើញអោនម្ដងទៀតខ្ញុំចាប់ហើយណានេះជាការប្រមានបាទ មួយកូដចំហអេមណាចំហអេម 88
90 ខែរសាចំហប៉ុណ្ណាបានអត់ចាំ10 20ទៀតទៅហើយ 92 រត់ 93 94 គឺថាមើល Trời ơi, sao hào nó ha. 95 96 Sao hào. Chạy nhé, chạy. ថណិតខុសហើយ Bắt. អស់3ហើយ chạy rộp chẳng đâu không Pi rồi. tại chốt đâu ខ្ញុំមានការសោកស្ដាយមែនទែនហើយមិនអស់ចិត្តនៅក្នុងវិញ្ញាសាមួយនេះទាំងដែលខ្ញុំមិនបានប្រើកម្លាំងឲ្យអស់ពីក្នុងខ្លួនដោយដែលខ្ញុំសន្យាមុនការប្រកួតថាខ្ញុំនឹងប្រើឲ្យអស់ពីកម្លាំងចិត្តនិងកម្លាំងកាយតែជាក់ស្ដែងកាយសម្បទារបស់ខ្ញុំមិនអាចអំណោយផលជាមួយនឹងវិញ្ញាសាមួយនេះ សូមចូលរួមសោកស្ដាយជាមួយផនិត វិញ thôi mấy nhiêu thời lương mà rồiទៀតrồi tranh nhóm á អញ្ចឹងហ៎ បាទ តើបងតលែកក្រោយតា បើមិនជឿសួរកាមេរ៉ា បងតលែកក្រោយ គឺអារម្មណ៍គឺសប្បាយចិត្តខ្លាំងនិយាយទៅអត់មានអីប្រៀបបាននឹងការឈ្នះឡើងទៅវគ្គបន្ទាប់ទៀតដល់ VS ដើម្បីទៅប្រកួតគ្នាដើម្បីយកពាន ឃើញថាបេក្ខជនទាំង3លើកកង់ឡានបានរហូតដល់ទៅ98ដង គឺពិតជាចំនួនច្រើនខ្លាំងមែនទែនជាពិសេសគឺសូមសរសើរដល់ផនិតឃើញថាផនិតឈឺដៃឈឺកដៃឆ្វេងប៉ុន្តែគាត់បានព្យាយាមបានប្រឹងប្រែងខ្លាំងមែនទែនបើតាមដែលមើលទៅគាត់អត់ទាន់អស់កម្លាំងទេគាត់អត់ហត់ទេប៉ុន្តែអាចថាមកពីការឈឺកដៃផងហើយគាត់ធ្វើខុសលក្ខខណ្ឌរបស់យើងផងយើងទាំងពីរពិតជាសូមចូលរួមសោកស្ដាយជាមួយនឹងផនិតខ្លាំងមែនទែន ខ្ញុំទទួលស្គាល់ថាផានិតជាមនុស្សមួយដែលស៊ូតែខ្ញុំក៏ផ្ដាំផ្ញើទៅផានិតវិញការដែលយើងចង់ឈ្នះចាញ់យើងត្រូវជល់ឲ្យច្បាស់ពីកម្រិតឬក៏ពីសមត្ថភាពនិងកម្លាំងរបស់យើងឲ្យច្បាស់យើងកុំចង់ឈ្នះឲ្យគេមានអារម្មណ៍ថាមិនសូវមានក្តីអាណិតជាមួយយើង ប៉ុន្តែផនិតត្រូវចាំថាផនិតគឺជាបេក្ខជនដែលខ្លាំងផនិតជាប់នៅក្នុងបេក្ខជន Top 3 នៅក្នុងកម្មវិធីរបស់យើងផនិតបានឆ្លងកាត់ឧបសគ្គធ្វើដំណើរជាមួយនឹងកម្មវិធីរបស់យើងដ៏វែងឆ្ងាយនិងមានក្តីសម័យដែលធំខ្ញុំសូមលើកទឹកចិត្តផនិតកុំឲ្យបាក់ទឹកចិត្តនៅក្នុងការចាញ់នៅក្នុងការប្រកួតមួយនេះ វិញ្ញាសាមួយនេះការប្រកួតមួយនេះខ្ញុំអត់បានបាក់ទឹកចិត្តទេហើយខ្ញុំមានមោទនភាពសម្រាប់ខ្លួនឯងនៅវិញ្ញាសាទី1កពស់កពើខ្ញុំជើងរបស់ខ្ញុំអំណោយផលនៅវិញ្ញាសាមួយនោះប៉ុន្តែកពស់កពើរបស់ខ្ញុំវាអត់អំណោយផលនៅវិញ្ញាសាមួយនេះអញ្ចឹងវាជារឿងមួយសមហេតុផលប៉ុន្តែសម្រាប់វិញ្ញាសាមួយនេះគឺខ្ញុំអត់ទាន់បានប្រើកម្លាំងអស់ទេអ្វីដែលសោកស្ដាយគឺកម្លាំងរបស់ខ្ញុំប្រើអត់អស់ខ្ញុំចង់សុំទោស ប្រពន្ធរបស់ខ្ញុំកូនប្រុសស្រីទាំង3របស់ខ្ញុំឲ្យប៉ាសុំទោសនៅអ្វីដែលប៉ាធ្វើមិនបានល្អហើយប៉ានឹងខំប្រឹងប្រែងបន្តទៀតមធ្យោបាយផ្សេងដើម្បីផ្ដល់ក្តីសុខឲ្យពួកគាត់ធ្វើត្បិតថាវិញ្ញាសាក៏ដូចជាការប្រកួតមួយនេះប៉ាមិនបានយកប្រាក់រង្វាន់ក៏ដូចជាពានជូនអ្នកទាំងអស់គ្នានេះ ចូលរួមសោកស្ដាយជាមួយនឹងផនិតខ្លាំងមែនទែនហើយខ្ញុំជឿជាក់ថាអ្នកផ្ទះរបស់ផនិតរួមទាំងអ្នកភូមិរបស់ផនិតគឺកំពុងតែមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ផនិតដែលផនិតព្យាយាមតស៊ូនិងឆ្លងកាត់ឧបសគ្គជាច្រើនមកដល់ចំណុចមួយនេះអរគុណច្រើនផនិតអញ្ចឹងផនិតអាចអញ្ជើញទៅសម្រាប់នៅខាងលើបាន ងាយអត់ងាយ នៅពេលនេះអ្នកទាំងពីរគឺជាបេក្ខជនចុងក្រោយដែលមានឱកាសប្រកួតដណ្ដើមពាន យកណាត់ប៉នេះគឺខ្ញុំបានត្រៀមរួចរាល់ហើយក្នុងការប្រយុទ្ធឬក៏លេងហ្គេមនៅក្នុងកម្មវិធីនេះឲ្យបានល្អអញ្ចឹងនៅសល់តែម្នាក់ទៀតទេគឺដល់ពេលដែលខ្ញុំលើកពានហើយ ក្នុងចំណោមបេក្ខជនរាប់រយនាក់យើងបានឃើញជើងខ្លាំង2នាក់ក្នុងការប្រកួតដណ្ដើមយកពានហើយដូច្នេះសូមដាវីតនិងពន្លឺត្រៀមខ្លួនក្នុងការប្រកួតនាពេលបន្តិចទៀតនេះ
បាទ សូមត្រៀម មកដល់វគ្គនេះគឺអត់មានរីរែកថាបងពលឺខ្លាំងឬក៏ខ្សោយទេសំខាន់ខ្លួនខ្ញុំផ្ទាល់គឺធ្វើអស់ពីសមត្ថភាព ដើរចូលនៅហ្គេមផ្ដាច់ព្រាត់គឺវាមានអារម្មណ៍ថាខុសប្លែកមែនទែនជាមួយនឹងការដែលយើងតែងតែដើរមកមានគ្នាច្រើនអ៊ូអរមែនទែនតែពេលនេះពេលដែលផ្ដាច់ព្រាត់គឺយើងមានតែ2នាក់តែប៉ុណ្ណោះ សូមស្វាគមន៍អ្នកទាំងពីរមកកាន់វគ្គផ្ដាច់ព្រាត់ បាទបង នេះគឺជាវិញ្ញាសាចុងក្រោយបងអស់នៅក្នុងកម្មវិធីកម្លាំងគោជលរដូវកាលទី1ភេសជ្ជៈពៅកម្លាំងគោជលជួយពង្រឹងស្មារតីឲ្យស្វាហាប់និងបង្កើនថាមពលដល់រាងកាយ ដំណើរដ៏វែងឆ្ងាយរបស់ពួកយើងចិត្តឃើញលទ្ធផលហើយនៅពេលបន្តិចទៀតនេះតើអ្នកណាគេនឹងក្លាយទៅជាម្ចាស់ពានរង្វាន់រដូវកាលទី1បេក្ខជនទាំងពីរក៏មិនខុសពីបេក្ខជនទាំងអស់គ្នាផងដែរគឺមានកម្លាំងមានឆន្ទៈនិងយុទ្ធសាស្ត្រនៅក្នុងការប្រកួតដូចគ្នាប៉ុន្តែអ្វីដែលអ្នកទាំងពីរមានលើសពីបេក្ខជនដទៃនោះគឺការតស៊ូពន្លឺ បាទ ការចាប់ផ្ដើមដំបូងរបស់ពន្លឺនៅក្នុងកម្មវិធីកម្លាំងគោជលពន្លឺមើលទៅសាច់ដុំដូចជាតូចហើយមនុស្សជុំវិញខ្លួនពន្លឺគឺចាត់ទុកថាពន្លឺគឺជាមនុស្សទន់ជ្រាយមិនអាចបន្តដំណើរវែងឆ្ងាយនៅក្នុងកម្មវិធីរបស់យើងនោះទេតែឥឡូវមើលសាច់ដុំរបស់ពន្លឺមើលប៉ុណ្ណាដែរឥឡូវនេះខ្ញុំអាចនិយាយបានថាសាច់ដុំរបស់ពន្លឺគឺធំជាងបេក្ខជនដទៃទៀតពន្លឺសឹងតែប្រកួតជំរុះស្ទើរតែគ្រប់វិញ្ញាសាប៉ុន្តែពន្លឺមិនដែលបោះបង់ឱកាសរបស់ខ្លួននោះទេហើយការតស៊ូរហូតមកដល់ការឈរជើងនៅវគ្គចុងក្រោយនេះគឺពិតជាគួរឲ្យភ្ញាក់ផ្អើល គ្រប់គ្នាតែងតែមើលម្លងថាខ្ញុំមើលទៅហាក់បីដូចជារឹងមាំតែមិនរឹងវឹង David បាទបង David គឺជាអ្នកខេត្តពោធិ៍សាត់ធ្វើដំណើរមកប្រកួតនៅក្នុងទីក្រុងភ្នំពេញជាមួយនឹងកម្មវិធីរបស់យើងចាប់ផ្ដើមជាមួយនឹងកម្មវិធីដំបូង David មិនមែនជាបេក្ខជនដ៏លេចធ្លោដោយបេក្ខជនដទៃនោះទេប៉ុន្តែពីមួយវគ្គទៅមួយវគ្គ David បានបង្ហាញឲ្យបេក្ខជនដទៃឲ្យឃើញថា David មានភាពខ្លាំងជាងបេក្ខជនដទៃហើយយើងក៏បានឃើញឆន្ទៈដ៏ខ្លាំងរបស់ David នៅពេលដែល David ត្រូវបានជំរុះចេញពីកម្មវិធីម្ដងចំពោះឱកាសទី2ដែលយើងបានផ្ដល់ឲ្យ David នៅក្នុងការប្រកួតដណ្ដើមយកសិទ្ធិត្រឡប់មកវិញបានធ្វើឲ្យយើងឃើញអំពីភាពពុះកញ្ជ្រោលចង់ឈ្នះនិងជ័យជំនះមួយនេះដ៏មានតម្លៃខ្លាំងសម្រាប់ David ហើយ David ក៏ធ្វើឲ្យអ្នកទាំងអស់គ្នាមិនខកបំណងនោះទេឱកាសទី2នេះបានធ្វើឲ្យ David មកកាន់វគ្គផ្ដាច់ព្រាត់អ្នកទាំងពីរមានពាក្យពេចន៍អ្វីចង់និយាយទៅកាន់គ្នាដែរអត់ សម្រាប់ខ្ញុំគឺខ្ញុំចង់និយាយទៅកាន់ David ថាទោះបីគាត់ព្យាយាមចង់តម្លាក់ខ្ញុំតែសម្រាប់ខ្ញុំគ្រាន់តែចង់លេងហ្គេមជាមួយគាត់ឲ្យបានល្អជាងគាត់តែប៉ុណ្្នឹងឯង ឲ្យពលឺនិយាយកាយតិចមកនិយាយចង់គេខ្លាចហ៎ តាំងពីប្រកួតវគ្គដំបូងខ្ញុំឃើញបងរៀងមៀតមាំសង្ហានិយាយទៅគេតែមានកម្លាំងអាចឈ្នះបេក្ខជនផ្សេងដូចមកដល់វគ្គនេះអញ្ចឹងប៉ុន្តែបងអត់ទាន់បានឈ្នះខ្ញុំទេអញ្ចឹងថ្ងៃនេះបងដឹងហើយថាខ្ញុំមកទម្លាក់បងយកជ័យលាភីអញ្ចឹងបងត្រៀមចិត្តទៅ បងចាំមើល ខ្ញុំនៅតែជឿជាក់លើខ្លួនឯងថាទោះដល់ដំណាក់កាលណាក៏ដោយវិនាទីចុងក្រោយក៏ដោយហើយខ្ញុំនៅតែធ្វើវាឲ្យអស់ពីលទ្ធភាពនិងសមត្ថភាពខ្ញុំឲ្យបាន អ្នកទាំងពីរមុននឹងចាប់ផ្ដើមការប្រកួតយើងមានរបស់ពិសេសមួយបង្ហាញអ្នកទាំងពីរ ឲ្យគេខៃនេះបងមើលជួយកំពុះ មានសាតែទៀតតែមានឱកាសទៅឲ្យ ចិត្តតែគាត់ឃើញពីភ្លាមចង់រត់ទៅកាន់មកនៅនឹងដៃរបស់ខ្លួនតែម្ដង Wow, isn't this something beautiful? But first, we're going to lock it up.
ឡកឯង ចាសោ Hello, everyone, to all the contestants. I am thrilled to see you all here today. I have been watching and following closely each of your matches every single week, and I must say I am impressed with the determination, strength, and skill that you have shown to make it to this final round here today. And now is the moment that only two outstanding contestants remain, competing for this trophy and 100 million Rial grand prize. Throughout this journey, this contest, this show, throughout this journey, this show has been so much more than a competition. It's been about building friendships, testing your physical strength and mental sharpness, and proving the power of strategy. More importantly, this has been a showcase of the rich culture and tradition of Cambodia for audiences at their homes and around the world. Very soon, we are going to crown the world's first champion of Red Bull Power. And like everyone here, I cannot wait to witness who is going to earn this trophy today. Thank you អ្នកទាំងពីរក៏ដូចជាបេក្ខជនទាំងអស់គ្នាពេលវេលាដ៏ក្តៅកកគឺបានមកដល់ហើយការប្រកួតនាពេលបន្តិចទៀតនេះគឺជាដំណើរឆ្ពោះទៅកាន់ការលើកពានតែម្ដងបេក្ខជនទាំងពីរវិញ្ញាសាចុងក្រោយនេះគឺមានច្រើនដំណាក់កាលទី1បេក្ខជនទាំងពីរគឺត្រូវប្រើកម្លាំងទាញកង់ឡានដែលចងភ្ជាប់ជាមួយនឹងខ្សែពួរហើយប្រើកម្លាំងអូសមកឲ្យដល់សញ្ញាការ៉េរួចទៅបន្តចាប់ផ្ដើមនៅដំណាក់កាលទី2នៅពេលដែលអូសបានកង់ឡានមកដល់សញ្ញាការ៉េរួចហើយបេក្ខជនគឺត្រូវតោងពួរខ្សែវ៉ាឡើងទៅខាងលើដើម្បីយកកូនសោដែលចងនៅខាងលើខ្សែនោះមកដល់ដំណាក់កាលទី3នៅពេលដែលបេក្ខជនចោះមកដល់ខាងក្រោមវិញអ្វីដែលបេក្ខជនត្រូវធ្វើបន្ទាប់នោះគឺរុញដុំបាល់របស់យើងដែលមានទម្ងន់100គីឡូឲ្យធ្លាក់ទៅលើតំបន់ដីខ្សាច់ទើបមានសិទ្ធិនៅក្នុងការយកសោចាក់យកញញួរដែលនៅខាងមុខនេះដំណាក់កាលទី4បេក្ខជនត្រូវយកញញួរទៅបំបែកដុំបាល់ដែលលើដីខ្សាច់ដើម្បីយកកូនសោដែលនៅក្នុងបាល់នោះសូមបញ្ជាក់ថាសោនោះគឺជាសោចាក់យកពានរង្វាន់នៅខាងលើនេះដុំបាល់តែវាមានទម្ងន់ធ្ងន់ខ្លាំងមែនតើនេះជាសម្ពាធមួយដែលធ្វើឲ្យខ្ញុំមានការភ័យខ្លាចថាធ្វើអត់បានចំពោះដំណាក់កាលទី5វិញនៅពេលដែលបេក្ខជនបានសោរួចហើយបេក្ខជនត្រូវរុញឬក៏ក្រឡាប់ប្រអប់ការ៉េទៅកាន់កន្លែងដែលបេក្ខជនអាចឈរឬតោងបាននៅខាងរបាខាងក្រោយនោះហើយនេះគឺជាដំណាក់កាលទី6ដែលបេក្ខជនត្រូវឡើងតោងឆ្លងកាត់របានេះបន្ទាប់មកត្រូវរត់មកឡើងកាន់វេទិកាហើយបន្ទាប់មកគឺត្រូវចាក់សោយកពានតែម្ដង100លានមិនស្រួលយកទេខ្ញុំស្គាល់ពីសមត្ថភាពរបស់ខ្ញុំហើយក៏ខ្ញុំស្គាល់ពីសមត្ថភាពរបស់ David ដែរខ្ញុំគិតថាខ្ញុំមានកម្លាំងខ្លាំងជាងគាត់ប្រសិនបើបេក្ខជនទាំងពីរតោងរបាឧបសគ្គនេះហើយធ្លាក់ឬក៏របូតដៃបេក្ខជនត្រូវចាប់ផ្ដើមពីទីចាប់ផ្ដើមឡើងមកវិញអ្នកដែលចាក់យកសោយកពានរង្វាន់បានមុនគេគឺខ្លាយទៅជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីកម្លាំងកោជលរដូវកាលទី1ហើយវិញ្ញាសាចុងក្រោយនេះគឺមានឈ្មោះថាជើងឯកកម្លាំងកោជលសូមត្រៀម1 2 3ចាប់ដើមនេះគឺជាវិញ្ញាសានៅក្នុងវគ្គផ្ដាច់ព្រាត់ដែលមានឈ្មោះថាជើងឯកកម្លាំងកោជល
វិញ្ញាសាចុងក្រោយនេះបេក្ខជនត្រូវឆ្លងកាត់ជាច្រើនដំណាក់កាលដើម្បីស្វែងរកថារវាងដាវីតនិងពន្លឺតើម្នាក់ណានឹងក្លាយជាម្ចាស់ជើងឯកកម្លាំងកោជលរដូវកាលទី1សូមត្រៀម1 2 3ចាប់ដើម នេះគឺជាវិញ្ញាសានៅក្នុងវគ្គផ្ដាច់ព្រាត់ដែលមានឈ្មោះថាជើងឯកកម្លាំងកោជលវិញ្ញាសាចុងក្រោយនេះបេក្ខជនត្រូវឆ្លងកាត់ជាច្រើនដំណាក់កាលដើម្បីស្វែងរកថារវាងដាវីតនិងពន្លឺតើម្នាក់ណានឹងក្លាយជាម្ចាស់ជើងឯកកម្លាំងកោជលរដូវកាលទី1តែពួរមិនពិបាកសម្រាប់ខ្ញុំក្នុងការឡើងទេតែអ្វីដែលពិបាកសម្រាប់ខ្ញុំគឺលបឿនគឺខ្ញុំចេះឡើងខ្សែពួរតែបើប្រើលបឿនលឿនខ្ញុំអត់ទាន់មានសមត្ថភាពក្នុងការឡើងឲ្យលឿនទេអូមកនេះវិញឡើងបាត់អាយ៉ាដំណើរវាធ្ងន់អញ្ចឹងខ្ញុំត្រូវធ្វើយ៉ាងណាឲ្យមកដល់មុនបងពលឺនិងជាយើងរុញទោះយើងអត់មានកម្លាំងមិនបានតែយើងមកដល់មុនយើងអាចអង្គើទិញទៅប៉ុន្តែជាក់ស្ដែងចិត្តទៅចង់ឈ្នះខ្លាំងមែនតើគឺយើងបានមកដាច់មុនបងពលឺអញ្ចឹងក៏ជាយើងរុញមកកម្លាំងទៅចុះមករួចរាល់តែ David គាត់លឿនជាងខ្ញុំមែនតើលឿនទីผมមានសិនទៅហ៎អត់ទេយកញួរអត់ទេរុញសិនបានយកញួរលឿនទៅចាក់រុញប្រអប់មួយជ្រងហ្នឹងគឺរៀងពិបាកតិចវារៀងស្អិតហើយកម្លាំងរបស់យើងគេថាវារៀងអស់ពីវគ្គមុនមកការឡើងការរុញការដំអីចឹងលឿនលឿនទេវិញលឿនលឿនខ្ញុំមាននឹងផ្លាត់ដែរកន្លែងតោងគឺចិត្តចង់មិនចប់ទៅវិញលឿនមួយទៀតចុងក្រោយចោះចាប់ដើមចឹងទៅក៏ព្យាយាមបោះដៃមួយទៀតទៅតោងអាចុងក្រោយគេសម័យនឹងឃើញគាត់លើកពានហើយខ្ញុំក៏ទទួលស្គាល់នៅការពិតហើយខ្ញុំក៏ដឹងខ្លួនច្បាស់ថារវាងខ្ញុំនិងគាត់ខ្លាំងនៅលបឿនលឿនសម្រាប់ខ្ញុំខ្លាំងនៅលបឿនអំណត់ម៉ែអើយគាត់ធ្វើបានហើយយាយបើតែយើងលេចក្រោយយើងសងមិនដល់គេបានហើយដោយសារកូន
គឺថាខ្លួនឯងអស្ចារ្យខ្លាំងមែនទែនហើយក៏បានបញ្ជាក់ឲ្យច្បាស់កាន់តែខ្លាំងនៅពេលនេះឯងគឺអ្នកដែលមើងងាយមើលស្រាលវាតម្លៃតែសម្បកក្រៅពេលនេះឃើញកាន់តែច្បាស់ហើយថាខ្លាំងមិនចេះតែមើងងាយមិនចេះតែមើលតែពីសម្បកក្រៅនោះទេតូចតែតាំង នៅពេលនេះនាងខ្ញុំសូមគោរពអញ្ជើញភ្ញៀវកិត្តិយសរបស់យើងលោកស្រៀងផល្លានាយកចាត់ការទូទៅរបស់ក្រុមហ៊ុន Hero Ping ក៏ដូចជាលោក David Elliot Almer នាយកប្រតិបត្តិបណ្ដាញទូរទស្សន៍ CBS បាក់កាន់ខ្ញុំកាន់អើយ មុននឹងប្រកល់ជូនទឹកប្រាក់ទៅដល់ម្ចាស់ជ័យលីភីយើងសូមអញ្ជើញលោក David Almer មានប្រសាសន៍ជូនទៅដល់បេក្ខជនរបស់យើងសូមអញ្ជើញ So, congratulations. I want to thank everyone, all of you. You've been so much hard work. Very good. You made this show a wonderful experience. You've shown what it takes to be a champion. And thank you especially. Congratulations to yourself and yourself for winning. សូមអរគុណច្រើនចំពោះលោក David Thank you so much បេក្ខជនទាំងអស់គ្នាមុននឹងផ្ដល់ជូនប្រាក់រង្វាន់ជូនទៅដល់ David ពីលោក David Almer ក៏មានកាដូពិសេសជូនទៅដល់បេក្ខជន Top 4 ផងដែរ លេងសឹក សូមគោរពអញ្ជើញគឹមយានិងផនិតឡើងមកលើវេទិកា ជាកិច្ចបន្តទៅទៀតនេះសូមអញ្ជើញលោកស្រៀងផល្លាសូមថ្លែងចំណាប់អារម្មណ៍ អរគុណលោក David Almer CEO CBS សូមអរគុណច្រើនបាទសូមគោរពអរគុណអាដាមលោកជំទាវលោកស្រីនិងនាងកញ្ញាបាទដែលបានចូលរួមទស្សនាក្នុងកម្មវិធីកម្លាំងគោជល Red Bull Power កម្មវិធីកម្លាំងគោជល Red Bull Power គឺជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរដើម្បីបង្ហាញពីកម្លាំងដ៏ខ្លាំងក្លាឆន្ទៈដ៏មោះមុតនិងសមត្ថភាពដ៏អស្ចារ្យពីប្រជាជនកម្ពុជាកម្មវិធីនេះមិនមែនត្រឹមតែជាការប្រកួតប្រជែងពីភាពប្រឹងមាំនោះទេប៉ុន្តែក៏ជាការប្រកួតបញ្ញាស្មារតីនិងជាវេទិកាជំរុញលើកទឹកចិត្តប្រជាជនកម្ពុជាគ្រប់រូបឲ្យស្រឡាញ់សុខភាពនិងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកកម្លាំងដ៏ខ្លាំងក្លាក្នុងខ្លួនរបស់ពួកគេនិងជំនះគ្រប់ឧបសគ្គនានាខ្ញុំសង្កេតឃើញថាកម្មវិធីកម្លាំងគោជល Red Bull Power ដែលជាកម្មវិធីប្រកួតកម្លាំងលើកដំបូងបង្អស់នៅកម្ពុជាពិតជាបានទទួលការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជាតាមការផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN នៅក្នុងដំណាក់កាលនៃការប្រកួតបេក្ខជនជាច្រើនអ្នកបានមកដាក់ពាក្យបន្ទាប់ពីការប្រកួតជាច្រើនខែមកនេះយើងបានរកឃើញម្ចាស់ជាងឯកកម្មវិធីគឺ David ដែលជាជាងឯកនៅក្នុងរដូវកាលទី1នៅក្នុងថ្ងៃនេះផងដែរដែលជាថ្ងៃដ៏ពិសេសដើម្បីអបអរដល់ជ័យលាភីនិងជាសក្ខីភាពក្នុងការប្រកួតប្រាក់រង្វាន់100 លានរៀល នេះជាពានរង្វាន់ហើយប្រាក់រង្វាន់តែកូនធ្វើបានហើយអ្នកម្ដាយលោកយាយអ៊ំបងប្អូនវិទ្យពិតជាខ្លាំងដូចលោកយាយអ្នកម្ដាយគាត់បានកោតសរសើរនិងជឿជាក់លើកូនហើយកូនម្នាក់នេះអាចធ្វើបានប្រាក់រង្វាន់នេះច្រើនមែនតើបងប្អូនអ្នកម្ដាយលោកយាយបងប្អូនបានឃើញថាដាវីតជាមនុស្សតោះតូប៉ុណ្ណាឥឡូវបានឃើញហើយកូនអាចធ្វើបានខ្ញុំសូមលើកទឹកចិត្តទៅដល់អ្នកដែលបាត់ទឹកចិត្ត David អាច
អាចឡើងទៅកាន់កន្លែងសុវត្ថិភាពបាន វ៉ាសុបានហើយ ក្នុងការមកចូលចិត្តឆ្លាញ់ចូលប្រាណដូចជាមកចូលចិត្តហាត់ប្រាណសូមឆ្លៀតពេលមកហាត់ប្រាណដើម្បីផ្ដល់ឲ្យរាងកាយមាំមួននិងបានសុខភាពល្អគាត់ញ៉ាំនេះលឹកសោ សៀមរាបផ្ទះខ្ញុំសូមស្វាគមន៍បងប្អូនយើងអេងជិះមករំលែងកំសាន្តអង្គសង្ក្រានต์ម៉ាឌីសុនសាមគ្គីសួស្ដីមកហាគ្រួសារខ្មែរក្មេងចាស់ពុកម៉ែអញ្ជើញឡើងរំម៉ាឌីសុន1 2ងាកឆ្វេងងាកស្ដាំលោតផ្អៀងផ្អងផ្ទះដៃលោតផងម៉ាឌីសុនគ្រួសារខ្មែរយើងរងម៉ាឌីសុនអបអូជួបជុំមកពុកម៉ែយុវជនអបអូចូលឆ្នាំខ្មែរអង្គសង្គ្រាមជំនឿផលម៉ាឌីសុនសៀមរាបយុវជនសបាយក្រៃយុវជនឡើងគ្នាលោតហើយតែដៃបងអូនសបាយក្រៃចូលឆ្នាំខ្មែររ៉ូម៉ាឌីសុនជួបជុំញាតិសន្តានប្រជាគ្រប់ប្រានអញ្ជើញមកពីខេត្តក្រុងលៀនជុលដំរីអង្គរសូមស្វាគមន៍សៀមរាបផ្ទះខ្ញុំមកជុំគ្នាគ្រួសារខ្មែរមកហាគ្រួសារខ្មែរក្មេងចាស់ពុកម៉ែអញ្ជើញឡើងរំម៉ាឌីសុន1 2ងាកឆ្វេងងាកស្ដាំលោតផ្អៀងផ្អងផ្ទះដៃលោតផងម៉ាឌីសុនគ្រួសារខ្មែរ